Cryptocurrency mining គឺជាអ្វីសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គសិក្សានេះម្ដងទៀតតើអ្នកធ្លាប់សួរខ្លួនឯងទេថា Cryptocurrency ត្រូវបានបង្កើតឡើងយ៉ាងដូចម្ដេចវាខុសពីលុយធម្មតាដែលត្រូវបានបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្ដាលនិងរដ្ឋាភិបាល Cryptocurrency ត្រូវបានបង្កើតឡើងតាមរយៈដំណើរការមួយដែលហៅថា mining ឬការជីកយករូបិយប័ណ្ណ Digital ជាមូលដ្ឋាន mining គឺជាសេវាកម្មដែលជួយរក្សាឲ្យបណ្ដាញ Cryptocurrency ដំណើរការបានយ៉ាងមានសុវត្ថិភាពរាល់ប្រតិបត្តិការទាំងអស់ត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់និងការពារមុនពេលបន្ថែមចូលទៅក្នុង Blockchain មនុស្សដែលធ្វើការងារនេះត្រូវបានគេហៅថាអ្នកជីករ៉ែ Digital ឬ Miners Miner អាចត្រូវបានប្រៀបធៀបទៅនឹងអ្នកកត់ត្រាគណនេយ្យ Digital ពួកគេប្រើកុំព្យូទ័រដែលមានថាមពលខ្ពស់ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការនិងរក្សាសុវត្ថិភាពរបស់បណ្ដាញដើម្បីធ្វើដូច្នេះ Miners ត្រូវប្រកួតប្រជែងគ្នាក្នុងការដោះស្រាយបញ្ហាគណិតវិទ្យានិងកូដសម្ងាត់ដ៏ស្មុគស្មាញសូមសិក្សាបន្តនៅវីដេអូបន្ទាប់ទៀតកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ Okay, let's go.